បាទជំរាបសួរលោកគ្រូអ្នកគ្រូហើយនិងសិស្សសិស្សបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតគឺនិយាយអំពីធនធានមួយទៀតគឺរូបនេះគេមានរង្វង់មួយគឺផ្ចិតអូកាំអែអត់ដឹងស្មើប៉ុន្មានទេប៉ុន្តែសមាតិកម្មគេឲ្យមកថាគេមានជ្រុងនេះជ្រុងមកកណាត់ដែលអ្នកយើងមើលតាមរូបអង្គត់មួយដែលគូសឡើងចេញពីនេះទៅហ្នឹងជ្រុងមកកណាត់ចាក់រាមកាយនេះគឺ6 10ឯកតាហើយមកជ្រុងមកខាងនេះមកកាត់រង្វង់របស់យើងនេះគឺ12ឯកតាហើយនេះអាមកកណាត់ខ្លីនេះមកកណាត់ខ្លីនេះគឺ9ឯកតាប៉ុន្តែយើងអត់ដឹងថាកម្មស្មើប៉ុន្មានទេអញ្ចឹងអ្វីដែលគេសួររកកម្មថាតើកម្មនៃរង្វង់ហ្នឹងស្មើប៉ុន្មានបើគេស្គាល់តាមរូបហ្នឹងតាមសមាតិកម្មគេឲ្យតែ3ជ្រុងឯងជ្រុងនេះ1ជ្រុងនេះ1ជ្រុងនេះ1ហើយប្រវែងនេះដូចខ្ញុំបានបញ្ជាក់ខាងដើម9ហើយប្រវែងនេះគឺ16ហើយប្រវែងនេះគឺ12តែឡែកជ្រុងទាំង3ហ្នឹងគឺសុទ្ធតែកែងគ្នាតែនេះក៏កែងដែរកែងនេះក៏កែងណាអញ្ចឹងមានន័យថាកែងបន្តគ្នាអូខេអញ្ចឹងសមាតិកម្មមានប៉ុណ្ណឹងប៉ុន្តែគេចង់ឲ្យយើងរកកម្មរបស់រង្វង់ហ្នឹងតោះឥឡូវកុំឲ្យខាតពេលយូរកុំឲ្យវីដេអូនេះវែងពេកយើងស្រាយទាំងអស់គ្នាអញ្ចឹងដើម្បីរកកម្មគឺយើងត្រូវបង្កើតតំណែងថ្មីជាមួយនឹងថៃកោណបានទៅរួចព្រោះអីហើយយើងមើលទៅជ្រុងរបស់វាគឺមានជ្រុងកែងច្រើនណាស់អញ្ចឹងប្រហែលជាត្រូវបង្កើតធ្វើម៉េចឲ្យមានថៃកោណកែងដើម្បីឲ្យប្រើតំណែងរបស់ Pythagoras តោះអញ្ចឹងខ្ញុំបង្កើតតំណែងបែបនេះទៅទីមួយខ្ញុំភ្ជាប់ជ្រុងនេះឲ្យបានទៅជាថៃកោណមួយមកអញ្ចឹងគឺតំណែងនេះណានេះខ្ញុំបង្កើតតំណែងនេះគូសភ្ជាប់មកភ្ជាប់ឲ្យបានទៅជាថៃកោណមួយបើយើងយកជ្រុងមួយកម្ម r នេះគឺទៅរួចទេប៉ុន្តែខ្ញុំភ្ជាប់អង្កត់មួយនេះក៏ r ដែរណាព្រោះប្រវែងហ្នឹងក៏ជាកម្មដែរកម្មបងបងដូចគ្នាតមកខ្ញុំភ្ជាប់ជ្រុងនេះបន្តមកលើកម្មមួយនេះដែរហើយឲ្យវាកែងចំណោទកែងណាចំណោទកែងមកទៅនេះណាបាទអញ្ចឹងពេលហ្នឹងខ្ញុំឃើញថាខ្ញុំបង្កើតបានដូចជាថៃកោណថ្មីមួយគឺថៃកោណកែងហើយមានតំណែងមួយកម្មនេះក៏ជាកម្ម r ណាប្រហែលនេះក៏ជាកម្ម r អញ្ចឹងដើម្បីងាយហៅខ្ញុំហៅថៃកោណនេះគឺហៅខ្ញុំតាំងទៅនេះដោយចំណុច aតាំងទៅនេះដល់ចំណុច B អញ្ចឹងយើងនឹងបង្កើតបានជាថៃកោណថ្មីគឺថៃកោណកែង OAB ហើយយើងអាចរកតំណែងជ្រុងនេះបានមូលហេតុដោយសារតែយើងស្គាល់រង្វាស់នេះ12ហើយយើងស្គាល់រង្វាស់ជ្រុងនេះគឺ9អញ្ចឹងមានន័យថាប្រវែងពីនេះមកណាប្រវែងពីនេះប្រវែងពី A មក B មកយើងដឹងថាស្មើ21បាទដែរណាប្រវែង AB អញ្ចឹងសមាតិកម្មកន្លែងនេះខ្ញុំបានប្រវែង AB ស្មើ21ណា AB ណាប៉ុន្តែមិនមែនមានន័យថា R ស្មើ21ព្រោះអីអានេះវាអត់ស្មើទេអត់ស្មើមកដល់នេះទេណាខុសគ្នាអញ្ចឹងជ្រុងរបស់យើងគឺប្រវែងនេះ R នេះគឺអត់ស្មើគ្នាទេមកកណាត់ធម្មតាទេអូខេអញ្ចឹងបន្តមកទៀតយើងត្រូវបង្កើតតំណែងថ្មីមួយទៀតខ្ញុំទុកក្នុងខ្ញុំសិនណាហើយមួយទៀតអ្វីដែលសំខាន់យើងត្រូវរកតំណែងនេះឲ្យឃើញថាតើនឹងប្រវែងនឹងស្មើប៉ុន្មានពីលើមកយើងអត់មានទេណាបាទអញ្ចឹងមិញយើងបានរកឃើញថាតំណែងថៃកោណ OAB របស់យើងគឺមានតំណែងទី1ប្រវែងកម្ម r ហើយជ្រុងទី2 AB គឺយើងស្គាល់21ដោយឡែកចំពោះជ្រុងអីជ្រុង OA មកកណាត់នេះអត់ដឹងស្មើប្រមាណទេមូលហេតុដោយសារកម្ម r ទាំងមូលវែងទាំងមូលនេះប៉ុន្តែដល់ពេលមកកណាត់នេះ16ហើយប្រវែងនេះអត់ស្គាល់ហើយវាសល់បន្តិចនេះទៀតនេះអញ្ចឹងយើងអត់ដឹងបើយើងអត់ដឹងអញ្ចឹងយើងតាំងប្រវែងហ្នឹងដោយ x នេះប្រវែងនេះដោយ x យើងអត់ស្គាល់អញ្ចឹងតាំង OA ដោយ x ខ្ញុំតាំងដោយប្រវែង x មួយទៀតអញ្ចឹងនៅក្នុងតំណែងរបស់ថៃកោណនេះយើងស្គាល់ជ្រុងណាអញ្ចឹងយើងបាននៅនឹងមួយតមកទៀតយើងត្រូវបង្កើតតំណែងថ្មីមួយទៀតដើម្បីឲ្យវាคล้ายទៅជាថៃកោណកែងមួយទៀតដោយប្រើជ្រុងខាងលើវិញអញ្ចឹងខ្ញុំនឹងភ្ជាប់ជ្រុងមួយទៀត
ok trong bậc cao trong nàyវិញម្ដង ហើយចំណោកែងឲ្យមកកែងនេះដូចគ្នាហើយយើងតាំងទៅនេះខ្ញុំតាំងថងនេះដោយអានេះ A B ហើយអញ្ចឹងខ្ញុំតាំងនេះ C ខ្ញុំតាំងទៅនេះ D អញ្ចឹងយើងបានthểកោនកែងថ្មីមួយទៀតគឺ O D C គឺជាthểកោនកែងមួយទៀតហើយប្រវែងនេះក៏ជាប្រវែងកម្ម R ដែរនេះឃើញទេប្រវែងនេះក៏ជាប្រវែងកម្ម R ដែរហើយយើងអាចស្គាល់ថាជ្រុងនេះគឺមានតំណាក់តំណងមួយ x ដែរប្រវែងនេះគឺ x ប្រវែងនេះ 16 អញ្ចឹងមានន័យថាជ្រុង CD គឺស្មើទៅនឹង 16 បូក x ណាជ្រុង CD នេះអញ្ចឹងខ្ញុំមានជ្រុង CD មួយទៀតស្មើទៅនឹង 16 បូក x មានតំណាក់តំណង x ណាហើយចំណែកឯជ្រុង OD ខ្ញុំស្គាល់ OD ជ្រុង OD ខ្ញុំស្គាល់ប្រវែងនេះបានគេឲ្យពីលើមកដូចគ្នាអញ្ចឹងគឺ 9 ហើយអានេះកម្ម R ដូចគ្នាទេអូអញ្ចឹងឃើញថានៅក្នុងthểកោនកែងទាំងពីរហ្នឹងយើងមានតំណាក់តំណងមួយ x ដូចគ្នាហើយនឹង R ដូចគ្នាហើយយើងអាចប្រើតាម Pythagore បានទាំងអស់គ្នាយើងសង្កេតមើលណាឥឡូវយើងសង្កេតមើលទាំងអស់គ្នាថាទី1កន្លែងthểកោនកែងខ្ញុំនិយាយthểកោនកែងនេះមុនចុះនេះមួយនេះ O A B thểកោនកែង O A B ធម្មតាthểកោនកែងយើងអាចប្រើតាម Pythagore បានរូបមន្តរបស់ Pythagore ការ៉េនៃ IPO ការ៉េនៃ IPO មានន័យថា OB ការ៉េ OB ការ៉េស្មើទៅនឹងការ៉េជ្រុងមុំកែងបូកចូលគ្នាអញ្ចឹងមានន័យថាស្មើទៅនឹង OA ការ៉េបូកជាមួយនឹង AB ការ៉េបាទនេះគឺជាតំណាក់តំណងthểកោនកែងទី1គឺ OAB យើងមើលបន្តទៀតថា OB យើងបានរកឃើញពីលើមកមិញ OB អីទៅ OB OB គឺ R ការ៉េ OA OA គឺ x អញ្ចឹងមានន័យថាគឺ x ការ៉េ AB AB គឺមកកណាត់នេះ12មកកណាត់នេះ9អញ្ចឹងបូកចូលគ្នាចេញ21នេះអញ្ចឹងមានន័យថាបូក21ការ៉េខ្ញុំហៅតំណាក់តំណងនេះជាតំណាក់តំណងទី1ដោយសារយើងរកអត់ទាន់បានទេវាជាប់2អញ្ញត្តិ x ផង r ផងអញ្ចឹងបាទអញ្ចឹងនៅក្នុងthểកោនកែងទី2ណាthểកោនកែងទី2របស់យើងគឺthểកោនកែង ODC ODC thểកោនកែងណាអញ្ចឹងយើងឃើញថាthểកោនកែង ODC ហ្នឹងគឺវាមាន IPO ទំនងដូចគ្នានេះបែរនេះគឺបែរកម្ម R ដូចគ្នាគឺស្មើទៅនឹង OC IPO ណា OC ការ៉េស្មើអី OD ការ៉េបូកអីជ្រុងមុំកែងមួយទៀតគឺ DC ការ៉េបាទប៉ុន្តែ OC ការ៉េគឺជា R ដែរចឹងមានន័យថា R ការ៉េស្មើ OD គឺអី OD យើងដឹងតែម្ដងដោយសារជ្រុងនេះគឺ9ណាពីលើមក9ការ៉េ DC ឥឡូវយើងមកមើល DC កើតចេញមកពីប្រវែងមកកណាត់នេះពណ៌ក្រហមនេះបូកមួយមកកណាត់16នេះតែមកកណាត់ពណ៌ក្រហមនេះគឺស្មើ x អញ្ចឹងមានន័យថាជ្រុងហ្នឹងគឺស្មើ16បូក x លើកជាការ៉េអញ្ចឹងមានន័យថាតំណាក់តំណងនេះខ្ញុំហៅថាជាតំណាក់តំណងទី2យើងមើលតាមតំណាក់តំណងទី1និងតំណាក់តំណងទី2គឺជា r ការ៉េដូចគ្នាឃើញទេហេតុអីបានយើងបង្កើតតំណាក់តំណងមកហ្នឹងដោយសារតែយើងអាចបង្កើតបានតំណាក់តំណង r ការ៉េដូចគ្នាកាលណា r ការ៉េដូចគ្នាមានន័យថា2នឹងស្មើគ្នាតាម1និង2មានន័យថាយើងនឹងទាញបានតែ2នឹងស្មើគ្នាណាអញ្ចឹងតាម1និង2បាទតាម1និង2ហ្នឹងយើងនឹងទាញបានមកចាំយើងនឹងទាញបានម្ដុំនេះស្មើម្ដុំនេះអញ្ចឹងមានន័យថា9ការ៉េបូក16បូក x លើកជាការ៉េស្មើទៅនឹង x ការ៉េបូក21ការ៉េហើយយើងនឹងព្យាយាមដោះស្រាយសមីការនេះរក x សិនមានន័យថារកប្រវែងជ្រុងមកកណាត់នេះសិនកាលណាយើងរក x បានពេលនោះយើងនឹងអាចរក r បានហើយព្រោះរបស់យើងមានតំណែង r មួយ x ទោះបីជាមួយនេះក៏ដោយទោះបីជាមួយនេះក៏ដោយ
អូខេអញ្ចឹងយើងទាញបាន9ការ៉េ81លេខនេះកាលណាយើងចេញមកគឺ a បូក b ដូចជាការ៉េ16ការ៉េគឺចេញពី56បូក2ដង ab គឺ 32x បូកជាមួយនឹង x ការ៉េនេះបាន x ការ៉េបូក441ព្រោះ21ការ៉េគឺស្មើ441ឥឡូវយើងអាចធ្វើប្រមាណវិធីវាបានចា៎នេះយើងបូកចូលគ្នាទៅ x ការ៉េនេះអស់ហើយអញ្ចឹងសល់32x ខ្ញុំបោះលេខហ្នឹងទៅអង្គទី1អស់ព្រោះវាសន្ទុះអង្គទី2អស់ព្រោះវាជាសមីការដូចការ៉េទី1ទេអញ្ចឹងទុកអញ្ញាតមួយចំហៀងអញ្ញាតចំណុចថេទៅមួយចំហៀងអញ្ចឹងបាន441អានេះកាលណាយើងបោះឆ្លងអង្គទៅដក81ដក256ពេលនោះយើងនឹងទាញបានទៅ 32x ស្មើឥឡូវយើងធ្វើប្រមាណធានេះតិចចឹងកន្លែងនេះយើងធ្វើប្រមាណធីបន្ទាប់ពីធ្វើប្រមាណធីសល់104បាទអញ្ចឹងយើងអាចទាញឲ្យ x បានស្មើ104ចែកនឹង32ប៉ុន្តែយើងសម្រួលបានណាអញ្ចឹងកន្លែងហ្នឹងយើងអាចសម្រួលវា13ពេលយើងសម្រួលម្នាក់8ហើយពេលនោះយើងនឹងសល់13លើ4បាទព្រោះម្នាក់8ទៅសល់ប៉ុណ្ណាអូឥឡូវមានន័យថាគ្នាយើងអាចរកឃើញ x ហើយ x គឺស្មើ13លើ4បើកាលណាយើងអាចរក x ឃើញមានន័យថាដូចយើងរក a ការ៉េឃើញអញ្ចឹងយើងគ្រាន់តែយកតម្លៃ x ដែលស្មើ13លើ4មកជួសក្នុងតំណែងទី1នេះទៅយើងនឹងអាចរកកម្មរបស់វា a ការ៉េនឹងឃើញហើយឥឡូវតោះយើងសាកយកទៅជួសក្នុង1ក៏បានក្នុង2ក៏បានប៉ុន្តែ1គឺមានភាពងាយស្រួលជាងបាទអញ្ចឹងយើងយកមកជួសក្នុង1មកកន្លែងនេះណាអញ្ចឹងនាំឲ្យ a ការ៉េរបស់យើងដែលស្មើអីx ការ៉េអញ្ចឹងយើងយក13លើ4មកជួសមក13លើ4លើជាការ៉េបូក21ការ៉េគឺ441អញ្ចឹងដល់ពេលដែលយើងបញ្ចេញមកវាបាន169លើ16បូក441ដល់ពេលដែលខ្ញុំតម្រូវគឺបែងរួមស៊ីសងរួចរាល់ទៅតម្លៃលេខរបស់វាគឺបាន72 25ចែកជាមួយ16បាទនេះគឺជា r ការ៉េប៉ុន្តែយើងចង់បានតែ r ទេអញ្ចឹងយើងទាញរក r មកដោយសារ r វាធំជាង0ប្រវែងកម្ម r ត្រូវតែធំជាង0មិនអាចតូចជាង0ទេអញ្ចឹងកន្លែងនេះយើងយកតែមួយករណីបាននេះគឺឬការ៉េនៃ72 25ចែកនឹង16ដោយសារ72 25គឺជាការ៉េប្រកបអញ្ចឹងខ្ញុំអាចទាញបានកម្ម r ស្មើដូចជាចេញបាន85លើ4ចឹងតម្លៃកម្ម r របស់វាស្មើទៅនឹង85លើ4ឯកតាប្រវែងអញ្ចឹងទីបំផុតយើងអាចរកកម្មឃើញណានៅក្នុងលំហាត់ដែលគេចង់បានកម្មរបស់រង្វង់មួយហ្នឹងណាសង្ឃឹមថាបងប្អូនគ្នាតាមតននិងចូលចិត្តវីដេអូមួយនេះកុំភ្លេច share បើសិនជាចូលចិត្ត comment នៅក្នុងវីដេអូបើសិនជាឆ្ងល់ជួបគ្នានៅវីដេអូបន្តបាយបាយ